សូមជូនរឿងកូនប្រុសខ្ញុំឆ្លាតណាស់ព្រឹកមួយដ៏ស្រស់ត្រកាលម្ដាយបានដាស់ឲ្យកូនប្រុសថ្ញាក់ដោយក្តីស្រឡាញ់និងស្នាមញញឹមថ្ងៃថ្មីបានចាប់ផ្ដើមជាមួយនឹងក្តីស្រឡាញ់កូនប្រុសបានរៀបចំគ្រែដោយខ្លួនឯងយ៉ាងមានរបៀបរៀបរយដោយបង្ហាញពីការទទួលខុសត្រូវកូនប្រុសបានជួយម្ដាយរៀបចំតុអាហារការជួយគ្នាបង្កើតភាពកក់ក្ដៅក្នុងគ្រួសារឪពុកនាំកូនទៅសាលាជំហានមួយដោយប្រុងប្រយ័ត្នបានបញ្ជាក់ពីអនាគតនៅពេលធំឡើងនៅក្នុងថ្នាក់កូនប្រុសបានខិតខំសិក្សានិងលើកដៃឆ្លើយសំណួរគាត់មិនខ្លាចបញ្ហាពិបាកទេគាត់ព្យាយាមរហូតដល់រកឃើញចម្លើយស្នាមញញឹមរបស់គ្រូបង្ហាញថាការខិតខំរបស់កូននឹងមានតម្លៃនាពេលអនាគតក្រៅម៉ោងសិក្សាគាត់ចែករំលែកនឹងក្តីស្រឡាញ់លាយនឹងសំណើចជាមួយមិត្តភក្តិថ្ងៃសិក្សាបានបញ្ចប់ប៉ុន្តែការរៀនមិនទាន់ចប់គាត់អង្គុយធ្វើកិច្ចការផ្ទះដោយការយកចិត្តទុកដាក់ម្ដាយមើលគាត់ដោយមោទនភាពនិងសេចក្តីសង្ឃឹមទៅថ្ងៃមុខការខិតខំសិក្សាមិនមែនតែនៅក្នុងសាលារៀនទេនៅផ្ទះក៏ត្រូវខិតខំផងដែរមុនចូលគេងកូននៅតែអានសៀវភៅបន្ថែមចំណេះដឹងថ្ងៃប្រឡងមកដល់ការរៀនរបស់កូនប្រុសបានក្លាយជាកម្លាំងដ៏អស្ចារ្យលទ្ធផលល្អមិនមែនជាសំណាងទេតែជាការខិតខំគាត់ចែករំលែកភាពជោគជ័យជាមួយគ្រួសារសុភមង្គលគឺនៅក្នុងពេលវេលាដ៏សាមញ្ញជាមួយគ្រួសារភាពឆ្លាតវៃពិតប្រាកដគឺការចែករំលែកចំណេះដឹងការខិតខំរបស់កូនប្រុសធ្វើឲ្យឪពុកម្ដាយពេញចិត្តដោយមោទនភាពការខិតខំសិក្សានិងការខិតខំធ្វើការងារបង្កើតជីវិតពេញដោយមោទនភាពនិងអនាគតភ្លឺស្វាង